សាលាបែរធីអន្តរជាតិក៏ដូចជាសាកលវិទ្យាល័យបែរធីអន្តរជាតិយើងតែងតែគ្រប់គ្រងនៅផលិតផលក្នុងស្រុកជាពិសេសឥឡូវនេះបច្ចុប្បន្ននេះគឺផលិតផលដែលផលិតផ្ទាល់នៅក្នុងប្រទេសកម្ពុជាមានផលិតផលច្រើនដែលគាត់ផលិតនៅស្រុកក្រៅហើយដាក់ឈ្មោះ brand ខ្មែរប៉ុន្តែគាត់មិនផលិតនៅក្នុងកម្ពុជាគាត់ផលិតនៅបរទេសនៅវៀតណាមនៅចិនឬនៅឥណ្ឌូនេស៊ីអញ្ចឹងវាអត់មានអត្ថប្រយោជន៍ខ្ពស់ហ្មងនេះសម្រាប់កម្ពុជាយើងប៉ុន្តែដោយពួកគាត់ Midas in Cambodia រោងចក្ររបស់គាត់នៅក្នុងប្រទេសកម្ពុជាយើងអញ្ចឹងវាបានផ្ដល់អត្ថប្រយោជន៍ទាំងបុគ្គលិក 1000 អ្នកជាងទាំងការទិញវត្ថុធាតុដើមដូចនិយាយមិញមានស្ករសមានអំពៅបាទស្ករសចេញផលិតចេញពីអំពៅមកបាទមានម្សៅមីដែលយើងផលិតចេញពីដំឡូងមកអញ្ចឹងគាត់មិនអាចទៅប្រមូលនាំចូលពីក្រៅមកទេបើរបស់ក្នុងស្រុកវាមានហើយអញ្ចឹងវាបង្កើតបានទីផ្សារជួយទៅប្រជាពលរដ្ឋយើងច្រើនណាជួយជាពលរដ្ឋយើងអញ្ចឹងនេះការរួមចំណែកមួយនៅសហគ្រាសក្នុងស្រុកយើងហើយយើងក៏សប្បាយចិត្តនឹងជំរុញនៃការគ្រប់គ្រងបន្ថែមទោះបីជាសហគ្រាសហ្នឹងមិនមែនជារបស់ខ្មែរ 100% ទេជារបស់ជនជាតិចិនមានភាគហ៊ុនខ្មែរឬអីក៏ដោយប៉ុន្តែគឺនៅក្នុងកម្ពុជាអញ្ចឹងវាជាផលិតផលរបស់កម្ពុជា made in Cambodia